បាទសូមអនុញ្ញាតគោរពនិងសួស្តីទៅកាន់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទដែលចូលចិត្តតាមដានទស្សនានៃការឲ្យតម្រុយឆ្នោតខ្មែរប្រចាំថ្ងៃបាទសូមស្វាគមន៍ពុកម៉ែបងប្អូនសាជាថ្មីបាទមកកាន់ Channel ឆ្នោតដឹងហែម2ទៀតហើយបាទជាថ្ងៃនេះផងដែរត្រូវនៅថ្ងៃទី24ខែ8ឆ្នាំ2026បាទចឹងឲ្យមានក៏បាននាំមកជាមួយនឹងលេខល្អៗនិងពិសេសសម្រាប់មកចែកជូនពុកម៉ែបងប្អូនយើងទាំងអស់គ្នាផងដែរបាទចឹងមុននឹងឈានទៅដល់ការចែកជូននៅតម្រូវថ្ងៃថ្មីយើងមកមើលជាមួយតម្រូវការពីម្សិលមិញជាមួយមេបន្តិចសិនបាទចឹងចំពោះការពីម្សិលមិញបាទខ្ទង់អូសយើងមានកៅគុតនិង30គុតបាទចំពោះលេខតូចយើងមានកៅគុត76 35និង64បាទចំពោះលេខធំយើងមាន0 15និង731បាទចឹងសម្រាប់តម្រុយរបស់មានការពីម្សិលមិញផងដែរបាទចំពោះខ្ទង់អូសគឺយើងបានចូលទាំងពីរខ្ទង់តែម្ដងបាទរបស់យើងបាទទាំងខ្ទង់កៅក៏ដូចជាខ្ទង់30បាទជាពិសេសគឺខ្ទង់កៅយើងបានចូលច្រើនមែនតើមកមកយើងបាទចំពោះលេខតូចយើងបានចូលកៅគុតនិង64ពីរគ្រាប់ប្រហែលមកយើងបាទសម្រាប់76និង35គឺថាស៊ីមួយលេខពីរលេខមួយទៅដល់គ្នាបាទសម្រាប់លេខធំគឺយើងអត់បានចូលទេបាទអាមីនក៏សុំការអធិស្ឋានពីសំណាក់ពុកម៉ែមួយទៅដល់គ្នាផងបាទចឹងកុំឲ្យបងប្អូនទាំងអស់គ្នាបាទរងចាំយូរយើងទៅមើលជាមួយតម្រុយថ្ងៃថ្មីទាំងអស់គ្នាបាទចឹងឲ្យមានសុំលុបលេខថ្ងៃចាស់ចោលសិនដើម្បីដាក់ចែកជូននៅតម្រុយថ្ងៃថ្មីតែម្ដងបាទសម្រាប់ពុកម៉ែបងប្អូនដែលកំពុងទស្សនាបាទមានក៏សូមចិត្តបាទកុំភ្លេចជួយចុចឲ្យមេដៃនិងចុចជាវនៅលើ Channel របស់មីនម្នាក់មួយផងបាទសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតាមដាននៅលើ Page បាទកុំភ្លេចជួយចុច Follow និងចុចចែករំលែកឲ្យមីនម្នាក់មួយផងបាទចឹងសម្រាប់ថ្ងៃថ្មីនេះផងដែរបាទចំពោះលេខតូចឲ្យមីនឲ្យលេងនៅខ្ទង់34បាទសម្រាប់គ្រាប់ទី2ឲ្យមានលេខលេខ49បាទសម្រាប់គ្រាប់ទី3គឺ87និងមួយគ្រាប់ចុងក្រោយគេបាទគឺ95បាទមកយើងបាទជាសាយបាទគឺ95បាទចឹងចំពោះលេខធំបាទឲ្យមានលេខនៅលេខ372បាទហើយនឹងមួយគ្រាប់ទៀតបាទឲ្យមានលេខនៅលេខ257បាទសម្រាប់ខ្ទង់អូបាទឲ្យមានឲ្យលេងអូនៅខ្ទង់9បាទនឹងមួយគ្រាប់ចុងក្រោយមានអូលេងនៅខ្ទង់40បាទចឹងមីនក៏សង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាបាទស្រឡាញ់និងពេញចិត្តតម្រុយរបស់មីនបាទនឹងបានយកទៅផ្សងសំណាងគ្រប់គ្នាតែម្ដងបាទចឹងអាមីនថ្ងៃនេះសម្រាប់អាមីនក៏មានតែប៉ុណ្្នឹងទេបាទអាមីនក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទដែលបានចំណាយពេលវេលាដ៏មានតម្លៃមកទស្សនានៅការឲ្យតម្រុយរបស់អាមីនបាទអាមីនក៏សូមជូនពរហេងសំណាងល្អទាំងអស់គ្នាតែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាបាទចាក់តិចបានលុយច្រើនបាទចាក់ច្រើនបានលុយកាន់តែច្រើនទៀតម៉ែបងយើងបាទចឹងជួបគ្នាជាមួយមេម្ដងទៀតនៅថ្ងៃស្អែកតាមពេលវេលានៅម៉ោងដដែលបាទមានសូមអរគុណនិងសូមគោរពលា